ហើយអ្វីបានជាមនុស្សប្រុសនៅកូរ៉េចូលចិត្តដើរតាក់ទងមនុស្សស្រីខាងក្រៅទាំងដែលខ្លួនឯងមានសង្សារឬក៏មានប្រពន្ធហើយយ៉ានេះគឺជាសំណួរល្អមែនតើបងបាទល្អមែនតើបាទខ្ញុំចង់បញ្ជាក់ថាមិនមែនមានតែមនុស្សប្រុសទេដែលខូចមនុស្សស្រីនោះក៏ខូចដូចគ្នាដែរសម្រាប់ការរស់នៅប្រទេសកូរ៉េបងប្អូនហ្នឹងហើយតែជាក់ស្ដែងផ្ដោតទៅលើមនុស្សប្រុសបាទចង់និយាយបងថាចេះបើសិនជាបងមានសង្សារឬក៏មានប្រពន្ធហើយតែស្រឡាញ់ថ្នាក់ថ្នមគ្នាទៅណាបាទហ្នឹងហើយណាបាទធ្វើបាបទឹកចិត្តពួកគាត់ទេមិនគួរណាទៅញ៉ែមនុស្សស្រីផ្សេងហើយទៅធ្វើបាបទឹកចិត្តមនុស្សស្រីដែលគាត់ខំប្រឹងស្រឡាញ់យើងស្មោះបេះដូងមែនហើយណាបាទពិតជាត្រឹមត្រូវណាស់បាទមានប្រពន្ធមានកូននៅខ្មែរហើយគាត់បែរជាមកប្រាប់មនុស្សស្រីនៅកូរ៉េថាបងអត់មានប្រពន្ធបងអត់មានកូនទេសួរថាធ្វើអញ្ចឹងបងបោកគេបានតែមួយរយៈពេលខ្លីតែត្រូវណាស់បងស្រីណាបាទបងនឹងបាត់បង់គ្រប់ចាហ្នឹងបាត់បង់អ្វីទី1បាត់បង់មនុស្សដែលខ្លួនស្រឡាញ់បាត់បង់ប្រពន្ធឬក៏សង្សារខ្លួនឯងទី2អ្នកដែលបងកំពុងតែតាក់ទងថ្មីហ្នឹងក៏បងធ្វើបាបទឹកចិត្តរបស់គេអាចនិយាយថាវាក៏ជាកម្មពៀមួយដែរហ្នឹងហើយអញ្ចឹងខ្ញុំគ្រាន់តែចង់និយាយថាចេះមនុស្សប្រុសដែលគាត់ប្រព្រឹត្តរឿងបែបហ្នឹងមនុស្សប្រុសដែលមានសង្សារហើយមកតាក់ទងមនុស្សស្រីខាងក្រៅគឺជាមនុស្សប្រុសដែលខ្វះទំនួលខុសត្រូវជាមនុស្សប្រុសដែលមិនទាន់ចាស់ទុំគ្រប់គ្រាន់ជាមនុស្សប្រុសដែលគេហៅថាអត់ចេះស្កប់ស្កល់ទេគាត់ចូលចិត្តការសប្បាយហើយការសប្បាយរបស់គាត់ហ្នឹងអាចថ្ងៃណាមួយកម្មពីឲ្យផលត្រូវណាបាទបងស្រីណាបាទពេលខ្លះគាត់សប្បាយច្រើនពេកគាត់អាចនឹងមានជំងឺអាចជាជំងឺអេឬក៏ជំងឺអ៊ីបផ្សេងៗបាទត្រឹមត្រូវណាស់បងស្រីណាបាទកើមត្រូបាទចុះញ៉ៃឡើងប៉ះចំសង្សារគេអាចនឹងសង្សារគេរស់ហ្នឹងមានបញ្ហាមានចំនួនតែរួមទៅគឺថាច្រើនមែនទែនបងប្អូនបើសិនជាអាចមានមួយដឹងមួយតែហ្នឹងហើយបាទបងស្រីណាបើសិនជាយើងចង់សប្បាយបែបហ្នឹងអត់ទាន់អស់ការសប្បាយទេកុំទាន់យកសង្សារយើងនៅខ្លួនមួយទៅបាទត្រូវណាស់បាទណាមនុស្សស្រីខាងក្រៅប្រហែលអ្នកក៏តាក់ទងហ្នឹងហើយកុំចាត់ទុកថាអ្នកនេះជាសង្សាររបស់ខ្ញុំហើយបើយើងចាត់ទុកគេជាសង្សារហើយយើងត្រូវគោរពផ្ដល់តម្លៃដល់គាត់បាទមិនមែនការថាផាត់ក្បត់គាត់បែបហ្នឹងទេបាទមនុស្សស្រីបងប្អូនតែធ្វើឲ្យគាត់អស់ចិត្តគាត់ដើរចេញហើយគាត់អត់ត្រឡប់ទេហ្នឹងហើយត្រូវហើយបាទប្រុសមាន2មាន3ក៏នៅតែអត់ភ្លេចមនុស្សដែលខ្លួនឯងស្រឡាញ់តែមនុស្សស្រីគឺខុសគ្នាហ្នឹងហើយត្រូវណាស់បងស្រីណាបាទហើយដើរចោលគាត់ហើយគាត់ក៏កាត់បងចោលដូចគ្នាដែរបាទបងប្អូនទាំងអស់គ្នាណាបាទហើយបងស្រីនិយាយនេះបាទពិតជាត្រឹមត្រូវណាស់បងប្អូនទាំងអស់គ្នាគឺខ្ញុំគំត្រូលនៅសម្ដីរបស់គាត់ដែលគាត់និយាយចឹងណាបាទពីព្រោះអីបងប្អូនទាំងអស់គ្នានៅពេលដែលគាត់និយាយអញ្ចឹងបងប្អូនទាំងអស់គ្នាបាទដើម្បីឲ្យបងស្រីឬក៏បងប្អូនទាំងអស់គ្នាណាបាទមុននឹងសេពគប់បុគ្គលណាម្នាក់បងប្អូនទាំងអស់គ្នាបាទត្រូវតែស៊ើបសូរគេឲ្យបានច្បាស់លាស់បងប្អូនទាំងអស់គ្នាណាបាទហើយបងប្អូនមនុស្សប្រុសណាបាទឃើញទេដោយបងស្រីគាត់និយាយទេបងប្អូនទាំងអស់គ្នាណាបាទហើយប្រពន្ធកូនបាទធ្វើការនៅខ្មែរបងប្អូនទាំងអស់គ្នាណាបាទពេលខ្លះខំឲ្យប្តីខ្លួនឯងរៀនភាសាកូរ៉េទម្រាំតែបានប្រឡងជាប់ទៅកូរ៉េបងប្អូនទៅធ្វើការហើយបងប្អូនមានគិតពីប្រពន្ធកូនពីក្លឹបកំសត់កំរទេបងប្អូនទាំងអស់គ្នាណាបាទហើយដើម្បីឲ្យប្តីទៅធ្វើការនៅកូរ៉េហ្នឹងគឺបានលុយមកផ្ដល់ប្រាក់ខែឲ្យប្រពន្ធណាបាទប៉ុន្តែមានអីបងប្អូនទាំងអស់គ្នាណាប្តីខ្លះក៏មានស្រីនៅឯកូរ៉េអញ្ចឹងទៅបងប្អូនទាំងអស់គ្នាណាបាទក្បត់ប្រពន្ធអញ្ចឹងទៅបងប្អូនបាទហើយជាពិសេសថែមទៀតបងប្អូនសួរថាញ៉ែគេនៅកូរ៉េបងប្អូនទាំងអស់គ្នាណាបាទសួរថាប្រាប់គេថាតើខ្លួនឯងមានប្រពន្ធទេគឺប្រាប់ថាអត់មានប្រពន្ធទេបងប្អូនទាំងអស់គ្នាណាបាទហើយមនុស្សស្រីដូចគ្នាបងប្អូនទាំងអស់គ្នានៅពេលដែលគេដឹងថាគេមានប្រពន្ធហើយគេក្បត់ប្រពន្ធដើម្បីមកតាក់ទងយើងហើយបងប្អូនបើសិនជាដឹងហើយគឺដោះដៃចាប់ដោះដៃទៅបងប្អូនទាំងអស់គ្នាណាបាទពីព្រោះអីបងប្អូនទាំងអស់គ្នាពីព្រោះថាមនុស្សបែបនេះបងប្អូនបើសិនជាយើងសេពគប់អាចនឹងគ្មានអនាគតទេបងប្អូនទាំងអស់គ្នាណាបាទពីព្រោះអីបងប្អូនទាំងអស់គ្នាបាទពីព្រោះថាគាត់មានប្រពន្ធគាត់ក្បត់ប្រពន្ធគាត់ចុះតម្រើមយើងបាទគាត់ក៏អាចក្បត់យើងដូចគ្នាបងប្អូនទាំងអស់គ្នាណាបាទហើយមនុស្សប្រុសខ្លះបាទចូលចិត្តការសប្បាយបងប្អូនបើសិនជាយើងជាមនុស្សប្រុសបងប្អូនបើសិនជាយើងនៅតែចូលចិត្តសប្បាយទេបងប្អូនទាំងអស់គ្នាបាទយើងកុំទិនយកប្រពន្ធអីបងប្អូនទាំងអស់គ្នាណាបាទហើយយើងសប្បាយប្រហែលក៏ប្រហែលទៅបងប្អូនទាំងអស់គ្នាបាទប៉ុន្តែបើសិនជាយើងមានប្រពន្ធហើយបងប្អូនទាំងអស់គ្នាបាទយើងនៅតែតាក់ទងអ្នកនេះអ្នកនោះបងប្អូនណាបាទប៉ុន្តែតាក់ទងអ្នកនេះអ្នកនោះវាប៉ះចំសង្សារគេទៀតបងប្អូនអាចនឹងមានរឿងមានរាវនៅក្នុងប្រទេសគេទៀតបងប្អូនទាំងអស់គ្នាណាបាទហើយឃើញទេបងប្អូនទាំងអស់គ្នាបាទហើយឆ្លោះគ្នាដណ្ដើមគ្នាដោយសារស្រីណាបាទឃើញទេបងប្អូនទាំងអស់គ្នាមានមែនបងប្អូនហើយនិយាយនេះមិនមែននិយាយត្រឹមតែប្រុសទេបងប្អូនទាំងអស់គ្នាណាបាទប៉ុន្តែស្រីក៏ដូចគ្នាបងប្អូនទាំងអស់គ្នាណាបាទស្រីខ្លះបាទហាងតែប្តីទៅធ្វើការកូរ៉េបាត់ឆ្ងាយពីផ្ទះបងប្អូនទាំងអស់គ្នាឯងនៅផ្ទះណាមើលកូនណាបាទលួច
បត់ប្តីដូចគ្នាបងប្អូនទាំងអស់គ្នាមានមែនបងប្អូនណាប៉ុន្តែมันនិយាយទៅមនុស្សស្រីច្រើនណាស់ទេគឺវាមានមួយមនុស្សអញ្ចឹងណាបងប្អូនទាំងអស់គ្នាពីព្រោះវាមានមែនបងប្អូនទាំងអស់គ្នាណាបាទមិនមែនចេះតែនិយាយទេបងប្អូនខ្លួនប្តីខ្លួនឯងធ្វើការទៅនៅកូរ៉េបាទតាមតែខ្លួនឯងណាបាទលួចតាក់ទងប្រុសថ្មីអញ្ចឹងទៅបងប្អូនទាំងអស់គ្នាបាទហើយណាបាទប៉ុន្តែលើកយកមកនិយាយដូចបងស្រីលើកមកនិយាយនេះគឺភាគច្រើនគឺលើកនិយាយតែបរោះយើងទេបងប្អូនណាបាទភាគច្រើនគឺមនុស្សប្រុសយើងខូចបាទបងប្អូនណាបាទតែមនុស្សស្រីគឺមានមួយទេបងប្អូនទាំងអស់គ្នាណាបាទ